សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងបានរៀនមេរៀនពីមកហើយគឺតាក់ទងទៅនឹង part of speech ហើយនឹងអ្វីទៅជា singular noun ឬក៏ plural noun អញ្ចឹងមេរៀននេះច្រើននឹងបញ្យល់ណែនាំទាំងអស់គ្នាតាក់ទងទៅនឹងមេរៀនមួយគឺ have ហើយនឹង has yeah អញ្ចឹង what do have and has mean អញ្ចឹងថាតើ have ហើយនឹង has ហ្នឹងមានន័យថាម៉េច yeah have ហើយនឹង has ហ្នឹងមានន័យថាមានក្នុងភាសាខ្មែរយើងមានអីមួយទៅហើយខ្ញុំមានផ្ទះខ្ញុំមានលុយខ្ញុំមានបងប្អូនតើក្នុងភាសាយើងនិយាយរបៀបម៉េចអីចឹងណា yeah both have and has show position something belong to someone អញ្ចឹងគេថាទាំងពីរហ្នឹង both have និង has ហ្នឹងគឺវាបង្ហាញថាវាជាកម្មសិទ្ធិទៅនឹងនរណាម្នាក់ឬក៏វាជាកម្មសិទ្ធិនៃអ្វីមួយ yeah They can also be used in other ways, but they are here we focus on possession. អញ្ចឹងពួកវាផងដែរប្រើប្រាស់នៅក្នុងផ្សេងទៀតតែនេះគឺពួកយើងនឹងអញ្ចឹងមេរៀននេះពួកយើងនឹងពឹងផ្អែកទៅលើឬក៏សង្កត់ធ្ងន់ទៅលើកម្មសិទ្ធិអូខេកម្មសិទ្ធិអញ្ចឹងយើងប្រើប្រាស់ have has ដើម្បីនិយាយពីកម្មសិទ្ធិរបស់យើងមានអីអញ្ចឹងទៅOkay, remember អញ្ចឹងចងចាំថាយើងប្រើប្រាស់ use have with I you we they អញ្ចឹងយើងប្រើប្រាស់ have ជាមួយនឹង subject I you we they អូខេហើយយើងប្រើ use has ប្រើជាមួយនឹង he she it អូខេអញ្ចឹងមួយទៀតយើងប្រើប្រាស់ have ដោយសារយើងរៀន plural noun ហើយអញ្ចឹងវាអាចប្រើជាមួយនឹង plural noun ដែរអូខេ plural noun ហើយ has យើងប្រើជាមួយនឹង singular noun អូខេsingular noun អូខេអញ្ចឹងយើងចូលទៅដល់រូបមន្តរបស់ចូលមើលរូបមន្តក៏ដូចជាឧទាហរណ៍មួយចំនួនអញ្ចឹងយើងនិយាយមិញហើយ I you we they គឺយើងប្រើជាមួយនឹង have I have you have we have they have អូខេ for example I have a book អូខេ you have a nice car we have two cats ឃើញទេ cat នេះគឺគេថាវាជា plural ដោយសារអីមាន2Yes ខាអញ្ចឹងខាហ្នឹងគេថាវាជា singular noun book គេថាវាជា singular noun ដោយសារវាមានតែមួយអញ្ចឹងពីឡើងទៅគេហៅថា plural ណាគឺយើងសំដៅទៅលើនាមដៅទៅលើនាមណាអូខេ good they have a new house ពួកគេមានផ្ទះមួយអញ្ចឹង they ប្រើជាមួយ have ណា he has a bike she has long hair it has 4 legs ឃើញទេ leg ហ្នឹងគេថែម s ដោយសារវាមាន4អញ្ចឹងសរុបមក are you with they យើងប្រើជាមួយនឹង have he she it យើងប្រើជាមួយនឹង s អញ្ចឹងទម្រង់បដិសេធថាតើយើងត្រូវធ្វើម៉េច negative form គឺយើងគ្រាន់តែ are you with they យើងគ្រាន់តែបន្ថែម don't ឬក៏ don't ហ្នឹងស្មើនឹងពាក្យ do not ណាចឹងអី I don't have you don't have we don't have they don't have for example I don't have a car ខ្ញុំមិនមានឡានមួយទេខ្ញុំមិនមានឡានមួយទេ he she it ចឹងយើងចាំថា he she it គឺយើងប្រើជាមួយនឹង doesn't ឬក៏ប្រើជាមួយនឹង does not ណា d o e s n o t ចឹង don't d o n o t ចឹងនៅក្នុងប្រយោគស្រប he she it យើងមិនប្រើជាមួយ has ប៉ុន្តែចូលដល់ទម្រង់បដិសេធhe she it យើងនិយាយថា he doesn't she doesn't it have យើងអត់និយាយ he doesn't has ទៀតទេណាចូលដល់ទម្រង់បដិសេធហើយឧទាហរណ៍ she doesn't have a bag អញ្ចឹងយកច្រឡំទៅសេ she doesn't has a bag ណានាងមិនមានកតាបមួយទេអូខេអញ្ចឹងចូលដល់ទម្រង់សំណួរអ្នកទាំងអស់គ្នា are you with they យើងគ្រាន់តែលើក do ទៅខាងមុខមកបានហើយអូខេលើក do នៅខាងមុខ subject ហ្នឹងមក do you have a pen ចឹងបើសិនជាយើងមានយើងឆ្លើយ yes I do តែអត់មានទេ no I don't ទី2 does he have a phone តើគាត់មានទូរស័ព្ទមួយទេចឹងបើសិនជាគាត់មានអញ្ចឹង he យើងប្រើជាមួយនឹង does អូខេយើងចំណាំបែបហ្នឹងទៅ he she it ប្រើជាមួយនឹង does you we they ប្រើជាមួយនឹង do does he have a phone yes he does no he doesn't អូខេសិនជាគាត់មានឆ្លើយថា yeah he does មកអត់មានទេយើងឆ្លើយថា no he doesn't ចំណុចមួយទៀត do they have a cat
do they have a cat ចឹងយើងដឹងហើយ do ប្រើជាមួយនឹង they ដាក់មុខ subject តមកបូកជាមួយនឹង have តមកទៀតបូកជាមួយនឹង a cat គឺជា object ណាសិនជាពួកគេមានយើងខ្លាចថា yes they do បើសិនជាអត់មានទេគឺយើងខ្លាចថា no they don't អូខេ no they don't yeah ចឹងយើងមកឧទាហរណ៍គេទាំងអស់គ្នាគេឲ្យយើងបំពេញ have ហើយនឹង has វាភាសា I យើងប្រើជាមួយនឹងអីគេប្រើជាមួយនឹង have អូខេ she ប្រើជាមួយនឹង have ឬក៏ has ប្រើជាមួយនឹង has អូខេ they ប្រើជាមួយនឹង have he ប្រើជាមួយនឹង has we ប្រើជាមួយនឹង have it ប្រើជាមួយនឹង has you ប្រើជាមួយនឹង have also អូខេ good job ចឹងខ្ញុំមានខ្មៅដៃមួយគាត់មានឆ្កែតូចមួយពួកគេមានស្បែកជើងថ្មីគាត់មានកុំព្យូទ័រមួយគ្រឿងពួកយើងមានការប្រឡងមួយនៅថ្ងៃនេះគាត់មានប្រជាចំនួន2អ្នកមានមិត្តភ័ក្តិចំនួន1អូខេអញ្ចឹងកាលណាយើងប្រើប្រាស់ have និង has គឺវាប្រែប្រួលទៅលើ subject របស់យើងអញ្ចឹងចូលឧទាហរណ៍ឲ្យ subject ទៅនឹង singular noun ម្ដងមើលខ្ញុំចង់បើសិនជាចូលដាក់ the student អញ្ចឹង the student វាមានតែម្នាក់ទេអញ្ចឹងគឺថា the student វាជា singular noun ហ្នឹងហ៎អញ្ចឹង singular noun នេះវាត្រូវនឹងនិយមន័យរបស់យើង singular noun គឺយើងប្រើជាមួយនឹង has អូខេ plural noun យើងប្រើជាមួយនឹង have អញ្ចឹង the student វាជា singular noun អញ្ចឹងកន្លែងហ្នឹងប្រកាសជាយើងប្រើ has ហើយ the student has a bike អីចឹងទៅអូខេសិស្សម្នាក់គាត់មានកង់មួយតែបើសិនជាឈើដាក់ two student អូខេ two student ចឹង student នេះវាដើរតួជា plural អូខេយើងរៀនហើយ plural noun ចឹងវាដើរតួជា plural noun គឺយើងប្រើជាមួយនឹង have អូខេយើងប្រើជាមួយនឹង have two student have a house yes សិស្សពីរនាក់ហ្នឹងមានផ្ទះចំនួន1អូខេសិស្សពីរនាក់ហ្នឹងមានផ្ទះចំនួន1ចឹងសរុបមក are you with យើងប្រើជាមួយនឹង have យើងដឹងហើយ he she it យើងប្រើជាមួយនឹង has ប៉ុន្តែយើងត្រូវលេខមើល subject បើសិនជា subject ហ្នឹងវាជា singular noun គឺយើងប្រើជាមួយនឹង has អូខេប្រើជាមួយនឹង has បើសិនបើ subject ហ្នឹងវាជាអីគេជា subject ហ្នឹងជា plural noun គឺយើងប្រើជាមួយនឹង subject have អូខេអ្វីដែលច្រើនសង្កត់ធ្ងន់សំខាន់ជាងគេ singular និង plural noun ប្រើជាមួយនឹង have ឬក៏ប្រើជាមួយនឹង has ណាអូខេពីទៅមានតែប៉ុណ្្នឹងបើសិនជាមានសំណួរអីអាចសួរច្រើននៅក្នុងថ្នាក់បន្តបានឬក៏សួរនៅក្នុង comment នៃវីដេអូហ្នឹងទៅអូខេអរគុណច្រើន